កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខយោធិនខ្មែរទាំង18រូបដែលកំពុងស្ថិតនៅក្រោមការឃុំឃ្លងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួននាយឧត្តមទេសរដ្ឋមន្ត្រីលីថូចអនុប្រធានទី1អាជ្ញាធរមានកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC តាមដានបន្តសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាចំនួនទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025អំឡុងពេលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តមនិងលោកជីលកាបូនីយើអនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICRC ខណៈឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃភាគីអនុសញ្ញាអូតាវ៉ានិងទីក្រុងសឺណែវប្រទេសស្វីសឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់នូវកិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំឃ្លងខុសច្បាប់ដោយយោធាថៃឯកឧត្តមបានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានយ៉ាងឆាប់ជាទីបំផុតដើម្បីឲ្យពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពជាការឆ្លើយតបលោកជីលកាបូនីយើបានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្លងរបស់យោធាថៃ